នៅលើโลกនេះគ្មានអ្វីដែលអាចធ្វើឲ្យអ្នកឈឺចាប់ជាងការគិតរបស់អ្នកនោះទេហើយលើโลกនេះក៏គ្មានអ្វីដែលអាចព្យាបាលអ្នកបានល្អលើសពីការគិតរបស់អ្នកនោះដែរគំនិតរបស់អ្នកអាចជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នកវាទាំងអស់គឺអាស្រ័យលើអ្វីដែលអ្នកដាក់ការផ្ដោតអារម្មណ៍របស់អ្នកប្រសិនបើអ្នកផ្ដោតលើអតីតកាលអ្នកនឹងមានអារម្មណ៍សោកស្ដាយឬភ័យខ្លាចបើផ្ដោតលើអនាគតច្រើនពេកការថប់បារម្ភកើតឡើងបើផ្ដោតលើអ្នកដទៃអ្នកទាំងនោះនឹងចាប់ផ្ដើមគ្រប់គ្រងជីវិតរបស់អ្នកប្រសិនបើអ្នកផ្ដោតលើការឈឺចាប់អ្នកបន្តរងទុក្ខប៉ុន្តែផ្ដោតលើមេរៀនដែលអ្នកជួបប្រទះជីវិតអ្នកនឹងចាប់ផ្ដើមរីកចម្រើនមនុស្សភាគច្រើននិយាយថាពេលវេលាគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើងប៉ុន្តែតាមពិតវាជាការយកចិត្តទុកដាក់របស់អ្នកចំពោះរឿងខាងក្នុងពេលវេលានឹងដើរទៅមុខមិនថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែអ្វីដែលអ្នកយកចិត្តទុកដាក់គឺអ្វីដែលផ្ដល់អត្ថន័យដល់ជីវិតរបស់អ្នកដូច្នេះឈប់កេះរបួសចាស់ទៀតកុំឆ្លុះវង្វេងនឹងអ្វីដែលមិនទាន់កើតឡើងដាក់ការផ្ដោតអារម្មណ៍របស់អ្នកនៅនឹងកន្លែងដែលសំខាន់គឺការលូតលាស់របស់អ្នកសន្តិភាពផ្លូវចិត្តរបស់អ្នកនិងគោលដៅរបស់អ្នកដោយសារតែនៅទីបញ្ចប់ផ្នត់គំនិតរបស់អ្នកមិនគ្រាន់តែកំណត់ពីរបៀបដែលអ្នកមានអារម្មណ៍នោះទេវាអាចបង្កើតការពិតនៅក្នុងជីវិតរបស់អ្នកបាន